ណាគេដែលយកកញ្ចប់មីសៀមនិងកំប៉ុងត្រីកសៀមដែលបានបង្ហោះជាសាធារណៈហើយធ្វើវីដេអូបែបធម្មតាគិតថាខ្លួនឯងធម្មតាប៉ុន្តែពេលហ្នឹងខ្ញុំឃើញរូបភាពហើយគេបិទមុខបាត់ហើយប៉ុន្តែឥឡូវនេះខ្ញុំដាក់នៅក្នុងវីដេអូខ្ញុំតែម្ដងហើយខ្ញុំនឹងរៀបរាប់ឲ្យបងប្អូនបានដឹងបានយល់ថាហេតុអ្វីបានយើងមិនគួរទៅធ្វើវីដេអូមាតិកាបែបយកផលិតផលរបស់សៀមយកមកធ្វើបែបនេះបាទយើងគិតថាប៉ះសិនបើយើងគិតថាស្តុកចាស់ឬក៏អ្វីក៏ដោយតែវាជាផលិតផលរបស់សៀមកាលណាបងប្អូនកងទ័ពឬក៏វរៈកងទ័ពគ្រួសារវរៈកងទ័ពកាលណាគាត់ឃើញវីដេអូនេះគឺគាត់ប្រកាសជាមានអារម្មណ៍ថាគាត់នឹងឈឺចាប់ខ្លាំងគាត់ថាហេតុអ្វីគ្រួសាររបស់គាត់ហេតុអ្វីបងប្អូនរបស់គាត់ពូរបស់គាត់ឪពុករបស់គាត់ខំលះបង់ដល់អាយុជីវិតទៅហើយបែរជាគេមិនឲ្យតម្លៃនៅតែប្រើរបស់សៀមហើយស៊ីមកឌឺទៀតសំខាន់និយាយអំពីការនៅលោកទៀតហើយការនៅលោកនឹងបានធ្វើខុសវិន័យសង្ឃមែនតែនការលួចស៊ីការលួចឆាន់អីពេលល្ងាចសិតតែជាការខុសវិន័យសង្ឃខ្លាំងហើយសាមណេរគឺត្រូវតំណកម្មបើសិនភិក្ខុត្រូវអាបត្តិអញ្ចឹងណាបងប្អូនចំពោះវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនមើលវីដេអូគាត់ហើយបងប្អូនត្រឡប់ទៅមើលវីដេអូដែលខ្ញុំកំពុងតែដាក់នៅក្នុងវីដេអូនេះបន្តតែម្ដងត្រឡប់ទៅមើលវីដេអូការចំនួនបងប្អូននៅភិសឹកការប្រទេសយើងកំពុងតែជួបសង្គ្រាមជាមួយប្រទេសថៃតើវាបានធ្វើអ្វីខ្លះមកលើយើងការដែលយើងជួបសង្គ្រាមជាមួយថៃបងប្អូនរបស់យើងកំពុងតែរត់ភិសឹកហើយបងប្អូនរបស់យើងកំពុងតែកិច្ចហើយក្មេងៗដែលកំពុងតែរៀននៅក្នុងសាលាសុកបែរជាលឺសម្ដីក្របផ្លោករត់ចេញពីសាលាប្រភេទរភិញធ្វើឲ្យគ្នាមានការផិតភ័យជាខ្លាំងបាទសុករៀនស្រាប់តែក្របផ្លោកផ្ទុះក្តាំងក្តាំងណាមិនភ័យណាមិនអត់បងប្អូនហើយយើងត្រឡប់ទៅមើលក្មេងៗដែលជាប់នៅក្នុងជំរំភិសឹកជាពិសេសកុមារតូចទីរូបផ្សេងដែលកំពុងតែរត់ភិសឹកទាំងវេទនាស្ត្រីមានផ្ទៃពោះក៏ដូចជាប្រសង់ដែលកំពុងតែតស៊ូនឹងការកិច្ចខ្លួនអំពីក្របផ្លោកហើយក៏ដូចជាការតស៊ូរបស់វរៈកងទ័ពហើយក៏លេខទៅមើលការជួយរៀបស្បៀងរបស់បងប្អូនខ្មែរយើងវិញគឺគេហៅថាកងទ័ពជួរក្រោយគឺជាកងទ័ពទី3បន្ទាប់ពីកងទ័ពអាវសគេហៅថាពេទ្យហ្នឹងគឺមានកងទ័ពជួរក្រោយមួយដែលកំពុងតែរៀបស្បៀងជូនដល់វរៈកងទ័ពជូនដល់ជនភៀសសឹកប៉ុន្តែពួកគាត់អត់បានយល់ពីទុក្ខវេទនានៅពេលហ្នឹងទេគឺគាត់បែរជាទៅធ្វើវីដេអូបែបនេះទៅវិញតើវាស័ក្តិសមដែរទេបងប្អូនបាទចុងក្រោយនៅក្នុងវីដេអូនេះគឺយើង sponsor ដោយទឹកឃ្មុំត្រាំខ្ញីក្រូចឆ្មាទឹកឃ្មុំត្រាំខ្ញីក្រូចឆ្មាគឺជាទឹកឃ្មុំសុទ្ធរបស់ខ្មែរយើងដែលធ្វើឡើងដោយខ្មែរយើងតតែម្ដងហើយគឺជាផលិតផលក្នុងស្រុកយើងទិញ1 កែវតម្លៃ50000រៀលទិញ2 កែវតម្លៃ